ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងជំរុញឲ្យប្រជាជនបរិភោគសាច់សំណក់ទប់ទល់នឹងការឡើងកម្ដៅវឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវឧបទ្វីបកូរ៉េកំពុងទទួលរងការឡើងកម្ដៅខ្លាំងក្លាមិនថាតែកូរ៉េខាងជើងឬកូរ៉េខាងត្បូងនោះទេបើសម្រាប់កូរ៉េខាងត្បូងការឡើងកម្ដៅប៉ុន្មានថ្ងៃចុងក្រោយនេះបានសម្លាប់មនុស្សជាង20នាក់ចំណែកនៅកូរ៉េខាងជើងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានលើកទឹកចិត្តឲ្យប្រជាជនបរិភោគអ្វីៗគ្រប់យ៉ាងដើម្បីអាចទប់ទល់នឹងការឡើងកម្ដៅពួកគេអាចបរិភោគសម្លសាច់សំណក់និងស៊ុបមាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបាននិយាយកោតសរសើរប្រមុខដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុននិងចាត់ទុកថាលោកជាបុរសខ្លាំងដែលអាចទប់ទល់នឹងអាកាសធាតុគ្រប់ប្រភេទទូរទស្សន៍ជាតិកូរ៉េខាងជើងផ្សាយថានៅទីក្រុងព្យុងយ៉ាងសេតុណ្ហភាពអតិបរមាកើនដល់36.7 អង្សាសេនៅក្នុងចំណោមចំណីអាហារដែលទូរទស្សន៍ជាតិកូរ៉េខាងជើងផ្ដល់ជាអនុសាសន៍ឲ្យប្រជាជនបរិភោគនៅក្នុងអាកាសធាតុក្តៅនេះគឺសម្លសាច់សំណក់នេះជាជំនឿតាំងពីដូនតាមកដែលថាការបរិភោគអាហារនេះនឹងជួយឲ្យមនុស្សទប់ទល់នឹងកម្ដៅនៅក្នុងកម្មវិធីអប់រំសុខភាពដែលចេញផ្សាយកាលពីពេលថ្មីៗនេះការសែតរបស់បកពលករកូរ៉េរ៉ូដុងស៊ីនមុនបានដកស្រង់ប្រសាសន៍របស់វិជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យធំនៃទីក្រុងព្យុងយ៉ាងដែលនិយាយថាអាហារត្រជាក់ដូចជាឪឡឹកត្រសក់ស្រូវសណ្តែកបាយនិងអាហារដែលមានឱជារសជាតិដទៃទៀតដូចជាសម្លសាច់សំណក់បវរត្រីនិងបវរសណ្តែកក្រហមជាដើមសុទ្ធតែទប់ទល់នឹងកម្ដៅការសែតខាងលើនេះបានបំរុងទុកទំព័ររបស់ខ្លួនដើម្បីពិពណ៌នាពិស្ដារអំពីសម្លសាច់សំណក់ដែលចាត់ទុកថាវាជាអាហារប្រពៃណីរបស់ជនជាតិកូរ៉េប្រចាំរដូវក្តៅការសែតថែមទាំងបានរំលឹកនៅពាក្យទន្ទឹមទន្នាមដែលនិយាយថាសម្បីតែសម្លសាច់សំណក់កំពុបពីចានទៅលើជើងក៏វាជាថ្នាំកែរោគផងដែរការសែតដដែលនេះសរសេររៀបរាប់បន្តទៀតថាពិធីប្រកួតប្រជែងការចម្អិនសាច់សំណក់ថ្នាក់ជាតិទើបតែរៀបចំកាលពីដើមឆ្នាំនេះដែលឡើងទូរទស្សន៍ជាតិកូរ៉េខាងជើង KCMA បានចុះផ្សាយកោតសរសើរអំពីសម្លសាច់មាន់ម្យ៉ាងឈ្មោះសាំងយេតាងដែលគេញាត់មើមយិនសិនបាយដំណើបនិងផ្លែពុទ្រាចូលទៅក្នុងសាច់មាន់ភោជនីយដ្ឋាននៅទីក្រុងព្យុងយ៉ាងមានភ្ញៀវចូលច្រើនដោយសារពួកគេព្យាយាមរកអាហារដែលជួយឲ្យត្រជាក់ខ្លួនទូរទស្សន៍មជ្ឈមរបស់កូរ៉េខាងជើងនៅសប្តាហ៍នេះក៏បានចាក់ផ្សាយនៅកម្មវិធីស្ដីពីការថែទាំសុខភាពរដូវក្តៅផងដែរទូរទស្សន៍នេះបានផ្ដល់អនុសាសន៍ឲ្យផឹកទឹកឲ្យច្រើននិងឧស្សាហ៍ចុះហែលទឹកឬហាត់ប្រាណនៅទីចំលំហរហូតមកដល់ពេលនេះកូរ៉េខាងជើងពុំទាន់បានប្រកាសជាផ្លូវការនៅតួលេខអ្នកស្លាប់ដោយសារឡើងកម្ដៅនេះទេក្រៅពីការផ្ដល់ដំបូន្មានស្ដីពីការថែទាំសុខភាពដូចខាងលើនេះប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋក៏មិនភ្លេចចាក់ផ្សាយអំពីប្រធានបទបែបឃោសនាលើកដំកើងមេដឹកនាំរបស់ខ្លួននោះឡើយទូរទស្សន៍កូរ៉េខាងជើងផ្សាយថាលោកគីមចុងអ៊ុនក៏មិនខុសពីប្រជាជនសាមញ្ញនោះទេលោកក៏ទទួលរងការឡើងកម្ដៅដូចគ្នាការសែតរ៉ូដុងស៊ីនមុននៅសប្តាហ៍នេះបានចាក់ផ្សាយខ្សែអាត់វីដេអូចាស់តាំងពីឆ្នាំ2013ដែលបង្ហាញរូបភាពលោកគីមចុងអ៊ុនចុះពិនិត្យមើលការដ្ឋានសំណង់បែកញើសជោគពេញខ្លួនទោះបីអាវសាមជោគដោយញើសនិងទោះបីមន្ត្រីក្រោមអាវ៉ាត់របស់លោកជួនយោបល់ទៅលោកដើម្បីជៀសវាងការចុះហាក្តៅបែបនេះក្តីប៉ុន្តែលោកគីមចុងអ៊ុនមិនរីថយឡើយលោកឆ្លើយតបទៅមន្ត្រីនោះថាទោះបីជាអាកាសធាតុក្តៅរហូតដល់ទ្រាំមិនបានយ៉ាងណាក្តីអ្វីដែលយើងចង់ត្រូវធ្វើចំពោះប្រជាជនយើងត្រូវតែធ្វើការសែតដដែលនេះក៏បានសរសេររៀបរាប់ផងដែរថាលោកគីមសុខចិត្តធ្វើដំណើរឆ្លងកាត់ជួរភ្នំដែលមានសន្តានដីឡើងចុះនិងក្រោមការធ្លាក់ភ្លៀងយ៉ាងជោគជ័យកាលពីឆ្នាំ2018ដើម្បីស្វែងរកទីតាំងដែលល្អសម្រាប់ការសាងសង់តំបន់រមណីយដ្ឋានលំហែកាយរដូវក្តៅអត្ថបទខ្លះទៀតចុះផ្សាយរំលឹកអំពីលោកគីមចុះទៅពិនិត្យមើលរោងចក្រផលិតផ្អកគ្រឿងសមុទ្រនៅពេលសីតុណ្ហភាពហក់ឡើងដល់39 អង្សាសេលោកចុះពិនិត្យមើលកន្លែងផ្អាប់អាហារទាំងនោះនិងណែនាំឲ្យគិតគូរជាសំខាន់ទៅលើគុណភាពនិងអនាម័យសម្រាប់ការឡើងកម្ដៅនៅពេលនេះគេមិនទាន់ដឹងលម្អិតថាតើលោកគីមបានឬគម្រោងអ្វីខ្លះនោះទេនេះបើយោងតាមប្រភព Reuters វឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវ